សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពី Dakota ពីរបៀបនៃការ install file server resource manager ការធ្វើ limit directory limit user ហើយនិងការ plug ទៅលើ image video sound ដំបូងអ្នកទាំងអស់គ្នាធ្វើការចុច add row និង feature ហើយចុច next ចុច next បន្តទៀតបន្ទាប់មកធ្វើការ add នៅ file resource server managerបន្ទាប់មកធ្វើការ install ហើយរងចាំវាឲ្យវា install សិនឥឡូវវា install ពេញហើយឥឡូវយើងទៅបើក command prompt របស់យើងហើយយើងធ្វើការវាយនៅ command នេះដើម្បីយើងបើកនៅ file server resource manager បានឥឡូវយើងធ្វើការ limit directory size 100 MB ដំបូងយើងធ្វើការចុចលើ Quota Management ហើយចុចលើ Quote បន្ទាប់មកធ្វើការបើកការស្ដាំចុច Create File ឥឡូវចូលទៅប្រទាំងនេះយើងធ្វើការដាក់នៅ path folder យើងត្រូវដាក់ក្នុង drive C ហើយបង្កើត folder មួយឈ្មោះថា data user បន្ទាប់មកចុច create បន្តមកទៀតខ្ញុំចុចលើ quota template ហើយធ្វើការបើកស្ដាំចុចលើ create quota template ហើយកន្លែងនេះធ្វើការកំណត់យក100 MB បន្ទាប់មកចុច OK បន្តមកទៀតយើងចុចលើ file screen name management ហើយចុចលើ file screen បន្ទាប់មកធ្វើការចុចលើ mouse ស្ដាំហើយជ្រើសរើស path file screen ខ្ញុំធ្វើការជ្រើសរើសយក folder ដែលខ្ញុំបានបង្កើតពីមុនហើយកន្លែងនេះខ្ញុំធ្វើការ customize មកដោយធ្វើការ plug ទៅលើរូបភាព video ហើយនិងសំឡេងតមកចុច OK ហើយធ្វើការដាក់ឈ្មោះហើយចុច OK